មុនពេលដែលអ្នកទាំងគ្នាទៅសម្ភាសអ្នកទាំងគ្នាត្រូវមើលវីដេអូនេះសួស្តីខ្ញុំបុយជានិស្សិតអាហារូបករណ៍នៅក្នុងប្រទេសកូរ៉េថ្ងៃនេះយើងនឹងមកនិយាយអំពីវិធីសាស្ត្រក្នុងការសម្ភាសមួយដែលមានឈ្មោះថា prepare method prepare method វាមិនមែនគឺជា prepare ក្នុងភាសាអង់គ្លេសប៉ុន្តែវាគឺជាពាក្យដែលផ្សំឡើងពីមូលដ្ឋានចំនួន7ដែលមាន P R E P R A E ដែលខ្ញុំនឹងបកស្រាយប្រាប់ដល់អ្នកអំពី7ចំណុចនេះចំណុចទី1គឺ P គឺ program តើអ្នកគ្នាត្រូវដឹងថាតើកម្មវិធីដែលអ្នកគ្នាដាក់ហ្នឹងជា program អីគេអ្នកគ្នាត្រូវដឹងអំពីព័ត៌មានទូទៅពាក់ព័ន្ធជាមួយនឹង program ហ្នឹងហើយភាសាមួយទៀតគឺពាក់ព័ន្ធជាមួយនឹងប្រទេសហ្នឹងហើយនឹងសាកលវិទ្យាល័យហ្នឹងបើសិនយើងដាក់ទៅសាកលវិទ្យាល័យតើយើងដឹងអីខ្លះពីអាហ្នឹងហើយធ្វើយ៉ាងណាយើងដឹងកាន់តែច្រើនពីអាហ្នឹងព្រោះអីនៅពេលដែលអ្នកទាំងគ្នាសម្ភាសប្រកាសណាស់ 100% គេនឹងសួរសំណួរពាក់ព័ន្ធជាមួយនឹង program ទាំងអស់ហ្នឹងហើយនៅទី2គឺ reason reason ហើយបានជាអ្នកទាំងអស់គ្នាជ្រើសរើសយក program ហ្នឹងហើយបានជាអ្នកទាំងអស់គ្នាជ្រើសរើសយកកម្មវិធីមួយហ្នឹងតោះនេះត្រូវមាន personal reason ដែលវាជារឿងមួយដែលលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាជ្រើសរើសយកប្រទេសមួយហ្នឹងសាកលវិទ្យាល័យមួយហ្នឹងឬក៏ major មួយហ្នឹងដែលទាំងអស់គ្នាដាក់ពាក្យហ្នឹងអញ្ចឹងសំណួរហ្នឹងប្រកាសជាមានសួរនៅក្នុងការ interview ឯងចំណុចទី3គឺ experience experience គឺគេនឹងសួរបងប្អូនគ្នាពាក់ព័ន្ធជាមួយនឹងបទពិសោធន៍របស់អ្នកទាំងអស់គ្នាមិនថាបទពិសោធន៍ទៅលើការរៀនសូត្រការធ្វើការចូលរួមខុសផ្សេងៗការធ្វើការងារស្ម័គ្រចិត្តឬក៏ការងារពេញម៉ោងក្រៅម៉ោងអីក៏ដោយអ្នកទាំងអស់គ្នាត្រូវប្រៀបធៀបវាទុកពីព្រោះគេនឹងសួរអ្នកទាំងអស់គ្នាដូចគ្នាទី4គឺ P គឺ practice អ្នកទាំងអស់គ្នាត្រូវធ្វើយ៉ាងណា practice វាម្ដងហើយម្ដងទៀតអានឬក៏និយាយឬក៏បើយើងមានមិត្តភ័ក្តិយើងគួរតែនិយាយមុខមិត្តភ័ក្តិយើងឲ្យមិត្តភ័ក្តិយើងស្ដាប់ថាតើតង់សលេងរបស់យើងនឹងច្បាស់អត់យើងនិយាយលឿនពេកយឺតពេកឬក៏យ៉ាងណាវានឹងជួយឲ្យអ្នកទាំងអស់គ្នាអាចរៀបចំខ្លួនឯងបានល្អជាងមុនចំណុចមួយទៀតគឺ A គឺ attitude តើសកម្មភាពឬក៏កាយវិការរបស់អ្នកទាំងអស់គ្នាធ្វើទៅលើពេកអត់ទាំងអស់គ្នាត្រូវ check មើលថាតើអ្នកទាំងអស់គ្នាបានត្រៀមខ្លួនក្នុងការបង្កើត eye contact នៅឬក៏អ្នកទាំងអស់គ្នាចេះបង្កើត eye contact អត់ចេះធ្វើកាយវិការក្នុងការនិយាយអត់តើធ្វើបែបណាដើម្បីអ្នកទាំងអស់គ្នាមានផាសុកភាពក្នុងការឆ្លើយជាងមុនឬក៏ទាំងអស់គ្នាចូលចិត្តការអង្គុយឆ្លើយឬក៏ឈរឆ្លើយទាំងអស់គ្នាត្រូវត្រៀមថាតើទាំងអស់គ្នាត្រូវមើលទៅប្លង់មួយណាមើលទៅផ្នែកណាមួយនៃគណៈកម្មការដែលធ្វើឲ្យការឆ្លើយរបស់អ្នកទាំងអស់គ្នាវាមើលទៅវាធម្មជាតិជាងមុនអញ្ចឹងត្រូវត្រៀមខ្លួនជាមួយនឹងកាយវិការរបស់យើងដូចគ្នាចំណុចមួយទៀតគឺពាក់ព័ន្ធជាមួយនឹង R មួយនេះគឺតកតងជាមួយនឹងការ ready ជាមួយនឹង document ប៉ុន្តែចំពោះអាហារូបករណ៍មួយចំនួននៅពេលដែលយើងទៅសម្ភាសគឺគេអត់ទាមទារជាមួយនឹង document ទេខ្ញុំគិតថាខ្ញុំអត់ត្រូវឆ្លើយទេចំណុចចុងក្រោយគឺពាក់ព័ន្ធជាមួយនឹង English អញ្ចឹងនៅពេលដែលយើងសម្ភាសភាគច្រើនគឺគេសួរដល់យើងឬក៏នៅពេលដែលគេសម្ភាសគេប្រកាសជាសម្ភាសជាភាសាអង់គ្លេសហើយអញ្ចឹងវាសំខាន់មែនតើអ្នកទាំងអស់គ្នាត្រូវធ្វើយ៉ាងណាត្រៀមក្នុងការនិយាយភាសាអង់គ្លេសរបស់អ្នកទាំងអស់គ្នាបានល្អបើសិនអ្នកទាំងអស់គ្នាអត់សូវបកកាយនិយាយអង់គ្លេសទេអ្នកត្រូវព្យាយាម practice ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបានហើយបើសិនអ្នកទាំងអស់គ្នាចង់ដឹងអំពីវិធីសាស្ត្រក្នុងការធ្វើយ៉ាងណាដែលបើសិនជាយើងអត់សូវបកកាយអង់គ្លេសទេតើធ្វើបែបណាដើម្បីឲ្យការឆ្លើយភាសាអង់គ្លេសរបស់យើងបានល្អខ្ញុំនឹងធ្វើនៅវីដេអូក្រោយដែលខ្ញុំនឹងពន្យល់អំពីករណីបែបហ្នឹងហើយខ្ញុំមានតែ7ចំណុចហ្នឹងឯងគឺ prepare method ដែលមាន P R E P R P A R E ខ្ញុំចង់ច្រឡំអូខេចឹងខ្ញុំមានតែ7ចំណុចហ្នឹងឯងសង្ឃឹមថាអ្នកនរគ្នានឹងទទួលបានចំណេះដឹងខ្លះពីអីដែលខ្ញុំចែកម្លែងហ្នឹងណាអញ្ចឹងបើសិនជាមានចម្ងល់អីអាច comment ខាងក្រោមបានហើយអ្នកនរគ្នាកុំភ្លេចជួយ follow ខ្ញុំមួយផងដើម្បីឲ្យខ្ញុំបាន 20k មុនឆ្នាំ2026